ការពីថ្ងៃសុក្រកន្លងទៅលួងម៉ែនរោត្តមមុនីនាថសីហនុបានយាងបំពេញព្រះរាជទស្សនកិច្ចនៅស្ថានទូតចិនប្រចាំទីក្រុងភ្នំពេញដើម្បីអបអរសាទរបន់ជោឆ្នាំចិននិងរំលឹកខួបលើកទី70នៃដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់អតីតព្រះមហាក្សត្រនរោត្តមសីហនុទៅកាន់ប្រទេសចិនដែលគេទទួលស្គាល់ថាជាចំណុចចាប់ផ្ដើមប្រវត្តិសាស្ត្រនៃមិត្តភាពប្រពៃណីរវាងកម្ពុជានិងចិនព្រះរាជទស្សនកិច្ចនេះមានអមដំណើរដោយព្រះអង្គម្ចាស់ក្សត្រីនរោត្តមអរុណរស្មីនិងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងលោកគួយសុផលបានធ្វើដំណើរនៅម៉ោងប្រមាណ10ព្រឹកកាលពីថ្ងៃសុក្រដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោកវ៉ាងវិនប៊ិននិងមន្ត្រីស្ថានទូតទាំងឡាយដទៃទៀតដំណើរទស្សនកិច្ចបានចាប់ផ្ដើមដោយការទស្សនាសួនមិត្តភាពកម្ពុជាចិនក្នុងបរិវេណស្ថានទូតដែលមានដើមស្វាយ2ដើមជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរដើមស្វាយទាំងនេះត្រូវបានអតីតព្រះមហាក្សត្រនរោត្តមសីហនុនិងលួងម៉ែប្រទាននៅទសវត្សរ៍ឆ្នាំ1960ហើយបច្ចុប្បន្នកំពុងរីកលូតលាស់និងចេញផ្លែផ្កាក្នុងពិធីស្វាគមន៍មានការសម្ដែងសិល្បៈរួមទាំងបទចម្រៀងស្រណោះប្រទេសចិនដែលជាព្រះរាជស្នាព្រះហស្ថនិពន្ធរបស់សម្ដេចនរោត្តមសីហនុដែលបង្ហាញពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរដែលព្រះអង្គតែងតែហៅប្រទេសចិនថាមាតុភូមិទី2របស់ព្រះអង្គលោកវ៉ាងវិនប៊ិនបានបញ្ជាក់នៅក្នុងសន្ទរកថាថានៅថ្ងៃទី13ខែកុម្ភៈឆ្នាំ1956គឺជាថ្ងៃដែលសម្ដេចព្រះវររាជបិតានរោត្តមសីហនុបានយាងបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងទៅកាន់ប្រទេសចិនដោយបើកទំព័រថ្មីនៃមិត្តភាពចិនកម្ពុជាលោកបានមានប្រសាសន៍ថាដំណើរយាងរបស់ព្រះមហាក្សត្រិយានីមកកាន់ស្ថានទូតនាថ្ងៃនេះគឺជាការរំលឹកដ៏មានអត្ថន័យចំពោះខួប70ឆ្នាំនៃដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រនោះនិងជាការបញ្ជាក់ថាមិត្តភាពដែលបានឆ្លងកាត់សម័យកាលនានានឹងបន្តរីកចម្រើនទៅមុខលោកបន្តថាដើមស្វាយ2ដើមដែលសម្ដេចព្រះវររាជបិតានិងសម្ដេចព្រះវររាជមាតាបានថ្វាយដល់ស្ថានទូតកំពុងរីកលូតលាស់និងផ្លែផ្កាបរិបូរណ៍ដូចជាមិត្តភាពពិសេសរវាងប្រទេសទាំងពីរដែលផ្អែកទៅលើសមភាពនិងការគោរពគ្នាទៅវិញទៅមកទន្ទឹមនឹងនេះដែរលួងម៉ែនរោត្តមមុនីនាថសីហនុបានសាទរចំពោះមូលដ្ឋានដ៏រឹងមាំនៃមិត្តភាពកម្ពុជាចិនដែលសម្ដេចនរោត្តមសីហនុនិងមេដឹកនាំចិនជំនាន់មុនៗបានកសាងឡើង